ខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ទាត់ចោលសំណើអាមេរិកហើយត្រៀមខ្លួនសម្រាប់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំប្រទេសអ៊ីរ៉ង់បានបដិសេធសំណើបទជប់បាញ់អាមេរិកដែលត្រូវពាំនាំដោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកអាលីអាល់ហ្សៃឌីនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅក្នុងទីក្រុងតេហេរ៉ង់នេះបើយោងតាមរបាយការណ៍ដែលទទួលបានដោយសារព័ត៌មាន New York Times នឹងត្រូវចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះហើយការបដិសេធនេះបានកើតឡើងចំពេលដែលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពអាមេរិកនិងអ៊ីរ៉ង់បន្តអូសបន្លាយអស់រយៈពេលជិត2សប្តាហ៍ទៅហើយសារព័ត៌មាន New York Times បានរាយការណ៍ដោយផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់និងអ៊ីរ៉ាក់ថាមូលហេតុចម្បងនាំឲ្យទីក្រុងតេហេរ៉ង់ទាត់ចោលសំណើរបស់ប្រធានាធិបតីលោក Donald Trump គឺដោយសារតែខ្លឹមសារនៃកិច្ចព្រមព្រៀងនោះមិនបានដោះស្រាយឬបកស្រាយឲ្យច្បាស់លាស់អំពីបញ្ហាគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នោះឡើយទន្ទឹមនឹងការចរចាមិនត្រូវរើគ្នានេះមន្ត្រីអ៊ីរ៉ង់ក៏បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងករណីដែលអាមេរិកបន្តវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ខ្លួនដោយពួកគេបានព្រមានថាពួកគេនឹងពង្រីកតំបន់សង្គ្រាមទៅកាន់ទីក្រុងតេលអាវីវរបស់អ៊ីស្រាអែលព្រមទាំងស្នើឲ្យក្រុមហ៊ូធីនៅយ៉ាមែនបិទច្រកសមុទ្របាបអាល់មែនដាបន្ថែមទៀតផងហើយសូមបញ្ជាក់ផងដែរថាស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើងទៅហើយបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសលុបចោលកិច្ចព្រមព្រៀងបទជប់បាញ់ចាស់កាលពីខែកក្កដាដែលធ្វើឲ្យកងទ័ពអាមេរិកបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់ចំនួន13យប់ជាប់ៗគ្នារហូតបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់53នាក់ស្លាប់និងជិត600នាក់ផ្សេងទៀតបានរងរបួសផងដែរប៉ុន្តែទោះជាយ៉ាងណាខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់មិនសំងំនៅស្ងៀមនោះទេក៏បានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅតាមបណ្ដាប្រទេសជិតខាងដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងទូទាំងពិភពលោកនិងដែនអាកាសនៅមជ្ឈិមបូព៌ាផងដែរ